សួស្តីបងប្អូនអរគ្នាអញ្ចឹងក្នុងវីដេអូនេះគឺខ្ញុំនឹងធ្វើការបង្ហាញបងប្អូនអរគ្នាអំពីរបៀបកែរូបនៅក្នុងកម្មវិធី Photoshop អញ្ចឹងគឺយើងមានរបៀបមួយស្លឹកដើម្បីធ្វើការកែជូនបងប្អូនអរគ្នាអញ្ចឹងបន្ទាប់ពីអ្នកគ្នាបានធ្វើការចូលទៅកាន់ Photoshop ហើយអ្នកគ្នាអាចធ្វើការរើសរូបណាមួយដែលខ្ញុំចង់ធ្វើការកែទៅលើរូបភាពមួយហ្នឹងអញ្ចឹងអ្នកគ្នាឈរទៅកាន់ layer របស់យើងហើយអ្នកគ្នាអាចធ្វើការចុច Ctrl J វាមួយដើម្បីធ្វើការ copy បន្ទាប់ពីហ្នឹងអ្នកគ្នាអាចធ្វើការ mouse ស្ដាំទៅលើ layer ធ្វើការ copy មិញហ្នឹងនិយាយថា Convert Magic បន្ទាប់ពីហ្នឹងអ្នកគ្នាអាចធ្វើការ copy ម្ដងទៀត Ctrl J រួចរាល់ហើយអ្នកគ្នាអាចធ្វើការបិទផ្នែកទៅលើ layer នឹងមួយសិនអូខេបន្ទាប់ពីហ្នឹងគឺយើងធ្វើការលេងទៅលើ layer កណ្ដាលរបស់យើងបន្ទាប់ពីហ្នឹងអ្នកគ្នាអាចធ្វើការចុច Ctrl L ដើម្បីធ្វើការដាក់ level លើវាអូខេអញ្ចឹង level នេះគឺអ្នកគ្នាអាចធ្វើការកំណត់ទំហំប្រមាណក៏បានដែរអូខេតាមតួលេខរបស់អ្នកគ្នាអញ្ចឹងគឺខ្ញុំកំណត់យកប៉ុណ្ណឹងសិនអាហ្នឹងគឺអត់សំខាន់ទេគឺវាសំខាន់នៅពេលក្រោយវិញចុចវាអូខេសិនមកកំណត់ប្រមាណក៏បានដែរអត់បញ្ហាទេប៉ុណ្ណឹងណាបន្ទាប់ពីហ្នឹងអ្នកគ្នាអាចធ្វើការឈរទៅកាន់ layer របស់យើងខាងលើនេះចុចបើកផ្នែកវាមួយយកពាក្យfilter យកកាមេរ៉ា raw មួយមកបន្ទាប់ពីហ្នឹងអ្នកគ្នាអាចធ្វើការចូលទៅកាន់ tray 3អញ្ចឹងបើអ្នកអត់ទាន់មាន preset នោះទេអ្នកគ្នាអាចធ្វើការចម្លងទៅខ្ញុំបានដែរអូខេខ្ញុំធ្វើការដាក់វាសិនអូខេយក preset មួយនេះអញ្ចឹងអ្នកគ្នាអាចធ្វើការវាយបញ្ចូលលេខតាំងខ្ញុំក៏បានដែរអត់បញ្ហាទេឬក៏អ្នកគ្នាអត់ចង់វាយលេខទេអ្នកគ្នាអាចធ្វើការឆាត់មកយក preset របស់ខ្ញុំបានអូខេអញ្ចឹងខ្ញុំ free ឲ្យតែមួយហ្នឹងទេអូខេដាក់តែហ្នឹងមកនេះគឺជាតួលេខអ្នកគ្នាត្រូវការវាយអូខេអញ្ចឹងបើសិនជាតួលេខនេះអ្នកគ្នាមើលអត់ទាន់អីអ្នកគ្នាអាចធ្វើការ scope ហើយវាយតាមហ្នឹងមកណាហ្នឹងហើយចុចពាក្យអូខេមួយបន្ទាប់ពីហ្នឹងគឺយើងបានអីគេគឺយើងបាន preset color camera raw មួយហើយអញ្ចឹងបន្ទាប់ពីហ្នឹងអ្នកគ្នាអាចធ្វើការចូលទៅកាន់ normal ហើយយកពាក្យថាheadline បន្ទាប់ពីហ្នឹងហើយអ្នកគ្នាអាចធ្វើការមកស្ដាំទៅលើ layer color របស់យើងហ្នឹងយកពាក្យថា creative mask បន្ទាប់ពីហ្នឹងអ្នកគ្នាអាចធ្វើការចូលមកកាន់ layer ទី2ហើយអ្នកគ្នាធ្វើការ double click ទៅលើ level ហ្នឹងមួយមកអូខេអញ្ចឹងត្រង់កន្លែងនេះគឺខ្ញុំធ្វើការកំណត់លេខវាឲ្យជាក់លាក់គឺខ្ញុំធ្វើការដាក់វា17កន្លែងនេះគឺខ្ញុំធ្វើការដាក់វា0.81បន្ទាប់ពីហ្នឹងគឺខាងក្រោមនេះគឺខ្ញុំធ្វើការដាក់វា246អូខេបន្ទាប់ប៉ុណ្្នឹងហើយអ្នកគ្នាអាចធ្វើការចុចកន្លែង preview នេះមួយមកអូខេបន្ទាប់ពីអ្នកគ្នាបានធ្វើការចុចរួចរាល់ហើយអ្នកគ្នាអាចធ្វើការតេស្តទៅលើ iDrop បន្ទូ13ហ្នឹងអញ្ចឹងបើសិនជាវាដើរអ្នកគ្នាអាចធ្វើការចាក់ពណ៌វាបានដែរណាហ្នឹងហើយអញ្ចឹងបើសិនជាអត់ដើរទេអ្នកគ្នាត្រូវការបើកទៅក្នុងកម្មវិធីវាអូខេអញ្ចឹងរបៀបបើកហ្នឹងគឺអ្នកគ្នាអាចធ្វើការចូលមកកាន់ Windows ហើយយើងយកពាក្យថា Info អូខេអញ្ចឹងបន្ទាប់ពីហ្នឹងគឺអ្នកគ្នាអាចធ្វើការចាក់ទៅលើ color របស់អ្នកគ្នាបានហើយអញ្ចឹងយើងធ្វើការចាក់ color មួយណាក៏បានដែរតាមចិត្តរបស់អ្នកគ្នាអូខេអញ្ចឹងក្នុងករណីដែលវាអត់ដើរទៀតអត់ដើរទៀតអញ្ចឹងអ្នកគ្នាអាចធ្វើការចុច Shift មកចុច Shift ចប់មកហើយយើងធ្វើការ click មកឆ្វេងមួយអញ្ចឹងគឺវាលោតជាឯកជប៉ុនបែបហ្នឹងអញ្ចឹងបើសិនជាវាលើកបែបហ្នឹងហើយអ្នកគ្នាអាចធ្វើការចាក់ពណ៌វាបានអាហ្នឹងក្នុងករណីដែលវាអត់លោតណាបើយើងប្រើជាមួយ info ហើយគឺវាអត់លោតណាអូខេអញ្ចឹងមកអ្នកគ្នាចង់ធ្វើការដោះអញជប៉ុនហ្នឹងអ្នកគ្នាក៏ចុច Shift អាវមកដើម្បីធ្វើការផ្ដាច់វាចោលអូខេគឺប៉ុណ្ណឹងគឺរួចរាល់ហើយអញ្ចឹងគឺអ្នកគ្នាអាចធ្វើការមើលទៅកាន់ពណ៌ណាអ្នកគ្នាចូលចិត្តទៅគឺអ្នកគ្នាអាចធ្វើការចុចពាក្យអូខេទៅគឺរួចរាល់ហើយណាហ្នឹងហើយអូខេខ្ញុំធ្វើការរកcolor នេះមួយសិនអូខេខ្ញុំគិតថាយក color មួយនេះចង់វាស្អាតចុចពាក្យអូខេអញ្ចឹងបន្ទាប់ពីហ្នឹងគឺរួចរាល់ហើយ color របស់យើងអូខេអញ្ចឹងខ្ញុំធ្វើការដាក់វាជាក្រុមសិនចុច C ជាប់មកអូខេខ្ញុំធ្វើការដាក់វាជាក្រុមអញ្ចឹងយើងមើលតើរូបពីមុននិងរូបឥឡូវដែលយើងបានធ្វើការកែហ្នឹងតើវាខុសគ្នាបែបម៉េចអូខេបិទភ្នែកវាមួយសិនរូបដើមដូចយើងធ្វើការកែហើយអញ្ចឹងបើសិនជាអ្នកឯងចូលចិត្តសូមកុំភ្លេចជួយឲ្យបេះដូងក៏ដូចជា follow account TikTok ខ្ញុំម្នាក់មួយផងអរគុណជំរាបលា